ពលលំចាស់គ្រូប្រជាអបគុណចំពោះលោកម្ចាស់ចិត្តសាមវរោពេជ្រមณีថ្ងៃនេះខ្ញុំបកណាមានឱកាសដើម្បីនឹងថ្លែងស្ដែងអំពីគុណរបស់លោកឪពុកគុណរបស់លោកម្ដាយអ្នកម្ដាយដែលខំបីបាច់ថែរក្សាយើងតាំងពីតូចក្រូចឆ្មារហូតមកដល់វ័យវឌ្ឍនីពេញកំឡោះក្រមុំមានប្តីមានប្រពន្ធមានកូនសពសារពើទាំងអស់នឹងហេតុដូច្នោះហើយយើងជាកូនប្រុសស្រីទាំងអស់គូណាស់តែរំពៃសម្លឹងទៅថ្ងៃទៅអតីតៈដែលគាត់ខំរកស៊ីយ៉ាងវេទនាចិញ្ចឹមបីបាច់ថែរក្សាយើងកាលណាបើយើងមិនបានគិតតែមួយផ្លែតមិនបានគិតតែមួយខណៈពេលឪពុកម្ដាយរបស់យើងគាត់លាចាកលោកនេះទៅសួរថាយើងទៅទិញទៅជួលទៅបុលអំពីបុគ្គលណាដើម្បីនឹងយកឪពុកម្ដាយយើងមកវិញគឺមិនមានទេបើសិនជាឡានយើងខូចយើងអាចទៅទិញនៅផ្សារទៅរកកន្លែងជាងតែដោយឡែកបើសិនជាឪពុកម្ដាយរបស់យើងគាត់ស្លាប់គាត់បាត់បង់ជីវិតអំពីភពផែនដែនប្រតិពីនេះទៅយើងនឹងស្ដាយមួយជីវិតមានវិបដិសរីមួយជីវិតដែលពួកគាត់នៅរស់រៀនជីវិតរស់រៀនមានជីវិតហើយយើងមិនបានបីបាច់ថែរក្សាគាត់ទូយ៉ាងដូចជាខ្ញុំប្រកាសណាអាត្មាភាពជាដើមសពថ្ងៃហ្នឹងគឺនៅតែញោមស្រីម្នាក់ញោមប្រុសគាត់ស្លាប់ដោយអាត្មាភាពមិនទាន់បានសងគុណអ្វីធំដុំក៏ដូចជាជួនអ្វីពិសាជួនអ្វីដែលគាត់ឲ្យគាត់ហូបអានឆ្ងាញ់ម្ដងសំបីតែបាយមួយពេលសំបីតែម្ហូបមួយស្រាក់មួយចានក៏អាត្មាមិនដែលបានជូនគាត់នៅពេលដែលអាត្មាឃើញញោមប្រុសឃើញឪពុករបស់អ្នកផ្សេងគេនៅជួបជុំអាត្មាភាពពិតជាសង្វេគដល់ខ្លួនឯងដែលមានតែម្ដាយដែលមានតែញោមស្រីដោយខ្វះឪពុកនៅពេលដែលអាត្មាភាពទើបតែបាត់បង់ញោមប្រុសជាលើកដំបូងក្នុងហឫទ័យរបស់អាត្មានៅក្នុងបេះដូងរបស់អាត្មាហាក់បីដូចជានៅលោកនេះមិនមានបុគ្គលណាហើយនៅក្នុងទ្រូងរបស់អាត្មាហាក់ដូចជាគ្មានអ្វីទាល់តែសោះគ្មានទីពឹងគ្មានទីពំនាក់អាស្រ័យគណានឹងខ្ញុំកណារៀបរាប់អំពីរឿងរ៉ាវគណាទៀតប្រគុណចំពោះលោកម្ចាស់នុនប៉ិនទៀតដោយលោកម្ចាស់បានរៀបរាប់ក៏ដូចជាការមិននៅជាសពជាមួយនឹងគ្នាញោមប្រុសទៀតបានស្លាប់ទៅហើយកាលនេះលោកម្ចាស់បានចូលរួមតែបន្តិចទេទៀតដោយសារពេលវេលារបស់យើងដល់កំណត់